សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថាទារកគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការវិវត្តខួរក្បាលដែរឬអត់មុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំទារកនិងក្មេងតូចៗត្រូវការគេងឲ្យបានគ្រប់គ្រាន់ដើម្បីលូតលាស់និងវិវត្តទាំងរាងកាយទាំងប្រាជ្ញាបានល្អការគេងបានច្រើនក៏ជួយទៅដល់សុខភាពនិងប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់ពួកគេដែរប៉ុន្តែបើកូនគេងមិនបានគ្រប់គ្រាន់វិញនោះផលប៉ះពាល់មួយចំនួនអាចបង្កជាបញ្ហាដល់កូនមិនខានសម្រាប់ទារកទើបនឹងកើតទាមទារឲ្យគេងច្រើនលើសពី8ម៉ោងដែលមនុស្សធំពេញវ័យត្រូវការកូនត្រូវការគេងយ៉ាងតិចពី14ទៅ18ម៉ោងអាស្រ័យទៅតាមវ័យរបស់កូនហេតុផលដែលទារកត្រូវការគេងឲ្យបានគ្រប់គ្រាន់គឺដោយសារតែចំណុចទី1ការលូតលាស់ខួរក្បាលរបស់ទារកភាគច្រើនកើតឡើងនៅពេលដែលកូនគេងពេលនេះជាពេលដែលបង្កើតឡើងនៃការតភ្ជាប់រវាងអត្តកូលខាងឆ្វេងនិងអត្តកូលខាងស្ដាំនៃខួរក្បាលទារកចំណុចទី2ដំណភ្ជាប់កោសិកាសរសៃប្រសាទខួរក្បាលកើតឡើងក្នុងពេលគេងការតភ្ជាប់ប្រព័ន្ធប្រសាទជាង1លានត្រូវបានបង្កើតឡើងក្នុង1វិនាទីម្ដងក្នុងអំឡុងពេល3ឆ្នាំដំបូងនៃជីវិតចំណុចទី3ការចងចាំត្រូវការផ្គុំនិងរក្សាទុកពេលគេងនេះមានន័យថាអ្វីដែលកូនបានឃើញបានរៀននៅពេលថ្ងៃខួរក្បាលនឹងរក្សាទុកព័ត៌មានទាំងនោះនៅពេលដែលកូនគេងចំណុចទី4ការគេងមិនបានគ្រប់គ្រាន់ចំពោះទារកអាចបណ្ដាលឲ្យពួកគេមានបញ្ហាធ្ងន់ធ្ងរដូចជាបញ្ហានៃការយល់ដឹងឬការពន្យាពេលនៃការវិវត្តជាដើមបញ្ហាទាំងនេះអាចកើតឡើងដោយសារកត្តាដទៃដែរតែវាក៏មានទាក់ទងនឹងការគេងមិនគ្រប់គ្រាន់ដូចគ្នាក្រៅពីផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់មានទៅលើខួរក្បាលកូនហើយវាក៏អាចប៉ះពាល់ទៅផ្នែកអារម្មណ៍របស់ទារកដូចជាឥរិយាបថទូទៅការញ៉ាំអាហារមួម៉ៅច្រើនឆាប់ខឹងឬយំច្រើនចំណែកទារកដែលគេងបានគ្រប់គ្រាន់ល្អជាទូទៅមានការលូតលាស់បានល្អញ៉ាំច្រើនសកម្មភាពច្រើនឬមិនសូវកិច្ចកុកច្រើនជាដើម